ពុទ្ធភាសិតកម្មមវៈពួកធននិយាយអំពីកម្មប្រយោជន៍ទាំងឡាយតែងកន្លងហួសមនុស្សដែលលះបង់ចោលនៅការងារដោយពោលអាងថាវេលានេះត្រជាក់ណាស់ក្តៅណាស់ល្ងាចណាស់កម្មតែងចែកសត្វទាំងឡាយដើម្បីឲ្យថោកទាបនិងខ្ពង់ខ្ពស់បុគ្គលដឹងនៅកម្មណាដែលជាប្រយោជន៍ដល់ខ្លួនត្រូវតែធ្វើនៅកម្មនោះជាមុនឲ្យហើយបើបុគ្គលដឹងខ្លួនថាជាទីស្រឡាញ់ហើយកុំគប្បីប្រកបខ្លួននោះដោយបាបឡើយព្រោះថាខ្លួននោះមិនមែនរកបានដោយងាយទេបុគ្គលអ្នកធ្វើអំពើអាក្រក់មិនមែនរកសេចក្តីសុខបានដោយងាយទេគេសាបព្រោះពូជបែបណាគេបានផលបែបនោះអ្នកធ្វើអំពើល្អរមែងបានផលល្អអ្នកធ្វើអំពើអាក្រក់រមែងបានផលអាក្រក់បុគ្គលធ្វើកម្មណាហើយរមែងក្តៅក្រហាយកម្មនោះដែលគេធ្វើហើយឈ្មោះថាជាកម្មមិនល្អបុគ្គលធ្វើកម្មណាហើយរមែងមិនក្តៅក្រហាយកម្មនោះដែលគេធ្វើហើយឈ្មោះថាជាកម្មល្អបើបរោះគប្បីធ្វើនៅបាបកុំគប្បីធ្វើនៅបាបនោះរឿយៗឡើយកុំគប្បីធ្វើនៅសេចក្តីពេញចិត្តក្នុងបាបនោះការសន្សំនៅបាបនាំមកនៅសេចក្តីទុក្ខសត្វទាំងឡាយគ្រប់ប្រាណតែងតក់ស្លុតនឹងអញ្ញាសត្វទាំងឡាយតែងខ្លាចចំពោះសេចក្តីស្លាប់គ្រប់រូបបុគ្គលគួរធ្វើខ្លួនឲ្យជាឧបមាហើយមិនគួរប្រហារដោយខ្លួនឯងមិនគួរប្រើគេឲ្យប្រហារឡើយជនណាស្វែងរកសេចក្តីសុខដើម្បីខ្លួនតែបៀតបៀនសត្វទាំងឡាយដែលប្រាថ្នាសេចក្តីសុខដោយអញ្ញាជននោះលះលោកនេះទៅហើយរមែងមិនបានសេចក្តីសុខឡើយជនណាស្វែងរកសេចក្តីសុខដើម្បីខ្លួនតែមិនបៀតបៀនសត្វទាំងឡាយដែលប្រាថ្នាសេចក្តីសុខដោយអញ្ញាជននោះលះលោកនេះទៅហើយរមែងបានសេចក្តីសុខបុគ្គលមិនមានប្រាជ្ញាកាលធ្វើអំពើអាក្រក់រមែងមិនភ្ញាក់ខ្លួនលុះកាលជាខាងក្រោយទើបក្តៅក្រហាយដោយសារកម្មរបស់ខ្លួនដូចត្រូវភ្លើងឆេះកម្មទាំងឡាយណាមិនល្អផងមិនជាប្រយោជន៍ដល់ខ្លួនផងកម្មទាំងឡាយនោះដែលជនពាលធ្វើបានដោយងាយកម្មណាជាប្រយោជន៍ផងល្អផងកម្មនោះឯងដែលជនពាលធ្វើបានដោយលំបាកច្រេះកើតអំពីដែកលុះកើតអំពីដែកនោះហើយតែងស៊ីដែកនោះវិញយ៉ាងណាមិញកម្មទាំងឡាយរបស់ខ្លួនតែងនាំបុគ្គលអ្នកប្រព្រឹត្តកន្លងបញ្ញាជាគ្រឿងជំរះចិត្តឲ្យទៅកាន់ទុគតិក៏យ៉ាងនោះឯងកម្មណាមួយដែលធូរថយក្តីវត្តណាមួយដែលសៅហ្មងក្តីប្រមចរិយធម៌ដែលបុគ្គលរលឹកដោយសេចក្តីរង្គិះក្តីកម្មទាំង3នោះជារបស់មិនមានផលច្រើនឡើយបើបុគ្គលគប្បីធ្វើកិច្ចនោះឲ្យមែនតែនគប្បីប្រឹងប្រែងធ្វើកិច្ចនោះឲ្យមាំមួនអំពើអាក្រក់ដែលបុគ្គលមិនធ្វើប្រសើរជាងអំពើអាក្រក់រមែងធ្វើឲ្យក្តៅក្រហាយក្នុងកាលខាងក្រោយបុគ្គលធ្វើអំពើណាហើយរមែងមិនក្តៅក្រហាយក្រោយអំពើនោះជាអំពើល្អបើបុគ្គលធ្វើហើយឈ្មោះថាបុគ្គលប្រសើរអំពើល្អមនុស្សល្អធ្វើបានដោយងាយអំពើល្អមនុស្សអាក្រក់ធ្វើបានដោយកម្រអំពើអាក្រក់មនុស្សអាក្រក់ធ្វើបានដោយងាយអំពើអាក្រក់ពួកព្រះអរិយៈធ្វើបានដោយកម្រសត្វលោករមែងប្រព្រឹត្តទៅព្រោះកម្មអំពើទាំងឡាយដែលគេត្រូវធ្វើក្នុងកាលមុនបុគ្គលណាប្រាថ្នាធ្វើខាងក្រោយវិញបុគ្គលនោះរមែងក្តៅក្រហាយរឿយៗក្នុងកាលជាខាងក្រោយដូចជាមាណពដែលកាប់អុសឈើថ្ងាន់បុគ្គលណាមិនដឹងអំពើល្អដែលគេធ្វើហើយប្រយោជន៍ដែលគេធ្វើហើយក្នុងកាលមុនបុគ្គលនោះកាលបើកិច្ចកើតព្រមហើយក្នុងកាលខាងក្រោយរមែងមិនបានបុគ្គលអ្នកធ្វើឧបការៈគុណមុននោះជាគ្នាឡើយបុគ្គលគប្បីធ្វើកិច្ចតបដល់បុគ្គលអ្នកធ្វើនៅកិច្ចដល់ខ្លួនកុំគប្បីធ្វើប្រយោជន៍ដល់បុគ្គលអ្នកប្រាថ្នានៅសេចក្តីវិនិច្ឆ័យដល់ខ្លួនបុគ្គលណាមិនដឹងអំពើល្អដែលគេធ្វើហើយប្រយោជន៍ដែលគេធ្វើហើយក្នុងកាលមុនប្រយោជន៍ទាំងឡាយណាដែលអ្នកប្រាថ្នាហើយរមែងសាបសូន្យដល់បុគ្គលនោះ
បុគ្គលណានឹកឃើញជាខាងក្រោយអំពើល្អដែលគេធ្វើហើយប្រយោជន៍ដែលគេធ្វើហើយក្នុងកាលមុនប្រយោជន៍ទាំងឡាយណាដែលប្រាថ្នាហើយរមែងចម្រើនដល់បុគ្គលនោះបុគ្គលគប្បីធ្វើតាមពាក្យរបស់ពួកជនអ្នកអនុគ្រោះបើបុគ្គលដល់នៅសុខទុក្ខព្រោះហេតុនៃអំពើដែលខ្លួនធ្វើក្នុងកាលមុនបុគ្គលនោះរមែងរួចចាកបំណុលនោះដែលជាអំពើអាក្រក់គឺខ្លួនធ្វើពីដើមមកខ្ញុំរាជការក្នុងព្រះរាជាសម្នាក់ណាជាអ្នកខ្នះខ្នែងជាអ្នកមិនប្រមាទជាអ្នកឆ្លៀសវៃជាអ្នកចាត់ចែងការងារដ៏ល្អក្នុងក្រសួងការងារទាំងឡាយខ្ញុំរាជការក្នុងព្រះរាជាសម្នាក់នោះទើបគួរនៅក្នុងរាជត្រកូល